រឿងប្រឡំលោកអាណាចក្រសាតានភាគទី17ហាមាត់នាងភ្លាមទៅហេតុអីទីស្ករគ្មានសិទ្ធសួរយើងទេហាមាត់តាមសម្រួលឬចង់ឲ្យយើងយកកាំបិតគាស់ធ្មេញរបស់នាងម៉ារីននៅតែខាំមាត់មិនធ្វើតាមបញ្ជាដ៏ឆ្កួតលីលារបស់គេថែមទាំងផ្កើនងាកមុខចេញប្រឹងរើបំរាស់ចុះពីលើផ្លូវគេទៀតផងដែលទង្វើផ្ចាញ់ផ្ចាលនេះមិនខុសពីយកខ្សែមកចងរឹតខ្លួននាងឡើយអាន់ក្រេអូអូឌៀទៅវាយម្ពៃខ្សែទេហើយចងនាងទុកខាងក្រៅវិមានអ្នកណាក៏មិនឲ្យចូលទៅចិត្តដែរបានផលដោយការគិតគ្រាន់តែចាប់ប្រយោគសឹងមិនទាន់កម្លាំងប្រឆាំងតាំងមុននេះឈប់ស្ងៀមចង់ចិញ្ចាមសម្លក់ប្រុសកំណាចតែគេបែរជាញឹមបេះបួយទៅវិញបាត់ទៀនអានអនគំនប់ទទួលបញ្ជាបែរក្រោយដើរចេញពីសាលអាហារតែឈប់សិនខ្ញុំព្រមនាងគួរតែនិយាយបែបនេះតាំងពីដំបូងមកម្លេះបើមិនចង់ឲ្យអ្នកអតីមានបញ្ហាគុំជំទាស់បញ្ជាយើងមុខសង្ហានៅតែមានស្នាមញឹមតែកែវភ្នែកកំណាចមិនបានញឹមជាមួយទេវាបែរជាត្រជាក់យ៉ាងចម្លែករហូតដល់នាងមានអារម្មណ៍ថាព្រឺសម្បូរលោកម្ចាស់អានបន្លឺសំឡេងសុំយោបល់ឯងមិនយល់ពីអ្វីដែលយើងនិយាយទេបាទយល់ហើយលោកគេមិនសួរនាំច្រើនដឹងពីទូនាទីរហ័សដល់ចេញទៅចាត់ការធ្វើឲ្យអ្នកអង្គុយលើផ្លូវខ្នើសចិត្តជ្រួលច្របល់ជាខ្លាំងហេតុអីគេនៅបញ្ជាឲ្យដាក់ទោសអូឌីទៀតទាំងដែលនាងព្រមស្ដាប់តាមគេហើយនោះហេតុអីទៅណាយើងក៏ចង់ដឹងថាហេតុអីដែរមិននិយាយតែមាត់គេឈ្មោលមុខស្រង់ក្លិនកញ្ចឹងក៏ខ្ចីដែលបិទបាំងដោយសាច់កំណាត់អាវភាពទើសតេងនេះធ្វើឲ្យសាតានកំឡោះមុំម៉ៅទាញកន្ត្រាក់ហែកអាវស្រីបំរើយ៉ាងលឿនខ្វោកកម្លាំងកន្ត្រាក់មួយទំហឹងច្បាមដោយសាច់អាវមួយដុំធំមកតាមដៃបង្ហាញគោលក៏សឡងនឹងស្មាស្ដាងយ៉ាងច្បាស់ពេញភ្នែកចង្គួយស្មាតូចស្អាតឆ្អឹងដងកាំបិតផុសផុតពីសាច់ស្អាតតាក់ទាញសិចស៊ីគួរឲ្យចង់បោះអង្អែពិសេសស្នាមក្រហមដុំពាសពេញនិងស្នាមធ្មេញបោះត្រាលើគោលខៈប្រកាសសិទ្ធជាម្ចាស់ធ្វើឲ្យនាយសាតានពេញចិត្តជាខ្លាំងតែបន្តិចក្រោយក៏ជួនចិញ្ចើមពេលចំណីភ្នែកត្រូវបិទបាំងដោយដៃតូចម៉ារីនខំថ្កាមញ័របូមាត់ត្រើបផ្ទៃមុខក្រហមញ៉ាំងច្រាលឈាមពេញដោយទោសៈខ្ញាំសាច់អាវរហែកណែនដៃនេត្រាឆាបឆេះសំឡូកមុខម្ចាស់វិមានដូចចង់ស្ទុះមកចាប់ហែកសាច់គេទាំងរស់នាងរើបំរះអស់ពីជីវិតរើចេញពីដៃបិសាចនាងស្អប់នាងមិនចង់ឃើញមុខគេបន្តកាន់តែអើមមិនចង់ចូលចិត្តមនុស្សប្រុសម្នាក់នេះសាហាវព្រៃផ្សៃលើសពីការគិតឆ្ងាយណាស់ថែមទាំងឈួតលីលាបំផុតហើយបើចង់ឲ្យស្រីម្នាក់នោះឆាប់ស្លាប់ក៏រើបន្តទៅគេចូលចិត្តណាស់មនុស្សចេះនាងរឹងគេពុតនាងចង់ឈ្នះគេនឹងឲ្យនាងចាញ់ដោយភាពអាម៉ាស់លន់តួអង្វរសុំក្តីមេត្តាពីគេនៅពេលសត្វសុនមួយក្បាលវារឹងរស់មិនស្ដាប់បញ្ជាម្ចាស់ដឹងទេថាវានឹងទទួលលទ្ធផលបែបណារៃអោសួរដៃកាន់បារីយកមកជក់បឺតបង្អុយផ្សែងតាមច្រមុះមាត់ឲ្យត្រឡោមដាក់មុខនាងល្អិតដែលក្រហមដោយសារកំហឹងខេម៉ារីនងាកមុខកិច្ចយ៉ាងលឿនក្អកខេះឆ្លក់ឡើងក្រហមភ្នែកក្លិនផ្សែងឈួរពេញច្រមុះឲ្យនាងពិបាកដកដង្ហើមជាខ្លាំងតែមើលទៅរៃអោធ្វើធម្មតាបន្តជក់បឺតយកយ៉ាងឆ្ងាញ់មាត់វានឹងស្លាប់គេបន្តសម្ដីដោយស្នាមញឹមបិសាចឈប់ទៅនាងក្អកជាប់ប្រាប់ឲ្យគេឈប់ទាំងលើកដៃខ្ទប់ច្រមុះមាត់តែម្ចាស់វាមានទាញកញ្ឆក់ដៃនាងចេញផ្ងើយមុខឡើងទម្លាក់បូមាត់ផ្អឹបមាត់នាងជាប់ហើយប្រឡែងផ្សែងដែលបិទទុកក្នុងបំពង់ចូលក្រអូមមាត់នាងទាំងអស់ថែមទាំងក្រលាស់អណ្ដាតបិទជញ្ជក់ខ្លាំងគៀវរឹតផ្ដោះផ្ដងពេញក្រអូមមាត់ហើយរសជាតិដែលគេទទួលបានពិតជាវិសេសវិសាលរកថាមិនត្រូវកម្ដៅវណ្ណអណ្ដាតទន់ល្មើយលាក់នៅរសទឹកឃ្មុំលីឡំជាមួយផ្សែងដែលផ្ទុកជាតិថ្នាំល្វីងតិចស្អិតរមួតចូលគ្នាយ៉ាងមុតដុតអារម្មណ៍ឲ្យពុះកញ្ជ្រោលទ្វេដងខុសពីម៉ារីនរឹងខ្លួនងឿងក្បាលថប់ដង្ហើមចង់ដាច់ខ្យល់ស្លាប់ផ្សែងដែលនៅពេញមាត់រកផ្លូវចេញមិនឃើញក៏ឈួរពេញក្នុងច្រមុះបំពង់យ៉ាងវេទនាបំផុតបបអាហាំព្រោះមិនអាចទ្រាំនឹងភាពវេទនាបន្តទៀតបាននាងវីទះតបរុញច្រានស្មាបើកងាកមុខកិច្ចវិវកដើម្បីបញ្ឈប់ភាពឈួតលីលារបស់គេខណៈខ្យល់ដង្ហើមចាប់ផ្ដើមអស់ជាលំដាប់ច្រមុះឡើងផ្សាក្រហាយឈួរដល់ចេញទឹកភ្នែករាងកាយឡើងទន់ភ្នែកស្រវាំងរកកចង់សន្លប់ព្រោះតែថប់មិនអាចដកដង្ហើមបានខេះខុងគ្រាន់តែគេដកមាត់ចេញភ្លាមនាងតូចដល់ក្អកដង្ហក់ខ្លាំងទឹកភ្នែកទឹកសម្បល់ប្រណាំងគ្នាស្រក់នៅពេលនេះឯងស្របពេលផ្សែងដែលសេះសចេញតាមកម្លាំងក្អកមកក្រៅរៃអើគ្មានអារម្មណ៍ខុសយកបារីមួយដើមថ្មីមកជក់បន្តខ្សែភ្នែកប្រភេទសម្លឹងមុខក្រហមមិនព្រិចឃើញនាងវេទនាគេដូចសប្បាយចិត្តចម្លែកទាញកែវស្រាក្រហមក្រឡែងក្រេបបន្តិចក៏ចាក់ស្រោចលើក្បាលនាងតូចដែលឈ្ងោកមុខក្អកឲ្យភ្ញាក់កន្ត្រាក់រួចនិយាយប្រហែលជាស្រេកទឹកហើយទើបក្អកយ៉ាងនេះមើលសភាពនាងពេលនេះចុះដូចឆ្កែធ្លាក់ទឹកអីចឹងស្មោកគ្រូកណាស់ដំណក់ស្រាក្រហមហូរកាត់តាមមុខមិនខុសពីឈាមម៉ារីនក្តៅស្លឹកត្រចៀកសម្លក់គេថ្មែតែអ្នកដែលត្រូវគេសម្លក់បែរជាធ្វើរកធម្មតាផ្អែកខ្នងនឹងកៅអីជក់បារីញញែមជាអ្នកឈ្នះ
បើចង់តាក់ទាញយើងក៏គួរតែរៀបចំខ្លួនឲ្យស្អាតជាងនេះបន្តិចយើងស៊ីរើសណាស់របស់ខ្វក់មិនចេះស៊ីទេអីចឹងមុននេះប្រហែលជាឆ្កែហើយបានខំមិនលែងសោះជាឆ្កែកញ្ចាស់អង្កែស៊ីលោកម្ចាស់មានឃើញវាដែរទេខ្ញុំចង់យកដំបងមកសំពងក្បាលវាឲ្យរៀងចាល់ម្ដងពាក្យប្រមាថមើលងាយចំអកចំអន់មិនខុសពីយកញូមកសំពងក្បាលទើបនាងតូចមៀតល្អិតទៅវិញដោយទឹកមុខមុតមមដកដង្ហើមញាប់រយអោជ្រឹមភ្នែកលើកចិញ្ចើមពេលត្រូវវាបកមកវិញភ្លាមតែគេដូចមិនស្គៀបមកអីសោះសម្ដីចាក់ទឹកមិនលេចនេះវាមិនគួរឲ្យចាប់អារម្មណ៍ដូចបូមាត់ក្រពុំនោះទេគេទើបតែដឹងថាការថាបក្មេងមិនដឹងខ្យល់អីវាពុះកញ្ជ្រោលជាប់ចិត្តមិនអាចបំភ្លេចបានបែបនេះសោះធ្វើឲ្យគេចង់ភ្លាក់អ្វីដែលច្រើនជាងបូមាត់លោកមេការចំណាស់ដែលឈរស្ងៀមស្ដាប់រាល់ការសន្ទនាទប់សំណើចសឹងមិនចង់ជាប់ពេលឮពាក្យសុកសៀតនេះហើយគិតទៅក្មេងម្នាក់នេះពិតជាក្លាហានមិនខ្លាចសេចក្តីស្លាប់មែនហ៊ានងើបមុខពើងទ្រូងវាយបកដោយភាពក្រអឺតក្រទុំទាំងដែលកំពុងប្រឈមមុខជាមួយបិសាចទីងទីងគ្រប់យ៉ាងត្រឡប់មកស្ងប់ស្ងាត់ពេលសំឡេងទូរស័ព្ទពណ៌ខ្មៅលើទៅរត់ឡើងរយអោដៀងកន្ទុយភ្នែកមើលលេខបន្តិចតែមិនបានលើកមកទទួលរួចឆ្លាស់មកមើលរង្វង់មុខក្រហមព្រឿងកែវភ្នែកជះពន្លឺគួរឲ្យតាក់ទាញមួយដង្ហើមទៅព្រោះចេញទៅរាងកាយតូចស្ដាងត្រូវម្ចាស់វិមានលើកបោះទៅលើឥតការោភ្លាមអំនឹងពាក្យដេញយ៉ាងសោះក្រោះម៉ារីនខំមាត់ចង់កក់ឈាមសម្លក់គេដោយចិត្តឆេះឈួររាងកាយក៏ឈឺឆ្អល់សឹងងើបមិនរួចតែនាងមិនបានហើបមាត់ស្រែកឬបង្ហាញទឹកមុខឈឺចាប់សំបីបន្តិចព្រោះនាងមិនចង់ឲ្យបិសាចខូខើដូចជាគេសំចិត្តនាងតូចស្ទុះងើបដើរចេញដោយមិនមាត់ទឹកមុខនឹងថឹងក្តាប់ដៃណែនអាចប្រាប់បានថានាងកំពុងខឹងខ្លាំងណាស់រយអោអង្គុយមើលដំណើរខឹងសម្បាចេញទៅដោយស្នាមញឹមគៀបបារីជាប់មាត់បឺតមួយដង្ហើមមុននឹងញីវាចោលក្នុងចានហើយយកទូរស័ព្ទមកចុចទទួលក្នុងសម្លៀកបំពាក់ញ៉ៃញ៉ៃម៉ារីនមិនបានខ្វល់ពីវាបន្តិចសោះឡើយហើយកាន់តែមិនខ្វល់ពីខ្សែភ្នែកទាសករស្រីដែលតាមមើលមិនព្រិចនោះទៀតអ្វីដែលនាងគិតដល់នៅពេលនេះគឺមនុស្សដែលទទួលថ្មបាក់ជំនួសនាងជាដើមហេតុធ្វើឲ្យអូឌីជប់ទុកដំណើរញាប់ទៅបន្ទប់ធ្វើទារុណកម្មនៅផ្នែកខាងក្រោយវិមាននាងតូចចុះជណ្ដើរថ្មទៅជាន់ក្រោមដីតម្រង់ទៅរកបន្ទប់ដែលមានអ្នកទាមកម្មពីមុខស្រីទាសករនាងមករកស្អីនៅទីនេះបរោះមៀតធំឈរពីមុខបន្ទប់ស្រែកសួរសំឡេងកាចលើកដៃពាំងផ្លូវមិនឲ្យម៉ារីនទៅមុខបន្តសូមរងចាំទស្សនាភាពបន្តកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីមិនខកខានវីដេអូថ្មី